Well ត្រឡប់មកកាន់វីដេអូនេះខ្ញុំសាជាថ្មីឆាវីបាសាចាជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺមានឱកាសបានកាត់តវីដេអូរបស់នាងខ្ញុំហើយដែលបន្សល់ទុកតាំងពីថ្ងៃចូលឆ្នាំមកម្លេះបងប្អូនហើយវីដេអូនេះគឺខ្ញុំថតនៅខេត្តស្ទឹងត្រែងចាអូយពិតជាពិសេសខ្លាំងមែនទែនទុកវីដេអូនេះតតែចូលឆ្នាំរួចមិនធម្មតាចាទៅនឹងមានពេលកាត់វីដេអូនេះបង្ហោះជាសាធារណៈសង្ឃឹមថាពុកម៉ែបានបងប្អូនបានទស្សនាហើយកុំភ្លេចជួយ like ជួយ share ផងណាបងប្អូនចាហើយវីដេអូនេះដែរគឺស្រាយចម្ងល់ពុកម៉ែបងប្អូនមួយចំនួនដែលគាត់ឆ្ងល់ថាអញ្ចេះតើនាងខ្ញុំទៅគូមុខយៈឲ្យគេក៏ប៉ុន្តែពេលខ្ញុំគូមុខយៈតែងថតតែងអីតើអ្នកណាគេគូឲ្យចានាងខ្ញុំគូខ្លួនឯងចាកញ្ចក់មួយចាពឹងអ្នកណាទៀតបើខ្លួនឯងគូខ្លួនឯងហើយនឹងបងប្អូនចាកាលមុនគូទៅឲ្យខ្លួនឯងក្រោយមកទៀត8អកតកម្មគូឲ្យអ្នកផ្សេងទៀតចាហើយឥឡូវអស់ចម្ងល់នៅបងប្អូនថាខ្ញុំគូមុខយៈខ្លួនឯងបានដោយរបៀបណាចានេះកញ្ចក់បងប្អូនចាកញ្ចក់នេះកញ្ចក់អមតៈណាចានឹងខ្ញុំប្រើកញ្ចក់នេះរាប់ឆ្នាំមកហើយចាអត់ទៅណាទេចាអូកញ្ចក់នេះមុំខ្លាំងមែនទែនជាគេមរតករបស់នាងខ្ញុំលេខល្ខោនរាប់ឆ្នាំចាអូយហើយចង់និយាយថាបងប្អូនណានេះគឺជាសកម្មភាពដែលខ្ញុំកំពុងតែគូមុខតែងគ្រឿងដើម្បីសម្ដែងសិល្បៈតាមពិតទៅដូររឿងភ្លាមដល់ពេលអញ្ចឹងយើងផាត់មុខរួចរាល់ហើយយើងត្រូវគូមុខញាក់ពេលលើមកតាំងទៀតអូយក៏ប៉ុន្តែมันថ្មីទេដើម្បីសិល្បៈយើងបាត់បែនទៅតាមកលៈទេសៈចង់តួអីក៏បានដែរឆាវីទោះបីជាសម្ដែងមិនបានល្អយ៉ាងណាឲ្យតែគេដាក់តួទៅទាំងអស់ហ្នឹងមិនចេះប្រកែកទេតាំងពីដើមឡើយចាតួអីក៏បានដែរឲ្យតែគេដាក់តួយៈក៏ទៅដែរតួព្រាយក៏ទៅដែរតួភីលៀងក៏ទៅឲ្យបានភីលៀងទៀតអែមបានលេងថ្លុកអូចាប៉ុន្តែមិនថ្មីទេឥឡូវយើងតាប់តែងជាតួអង្គយក្ខណីម្ដងបងប្អូនបងប្អូនមានឆ្ងល់ទេចាតាមរូបភាពទាំងប៉ាណូរបស់មិត្តហ្វូនក៏ដូចជាតាមរូបតាមផ្លូវតាមអីចឹងមានស្គាល់ស្តៀងអីទេចាមែនតែនទៅគឺរូបនាងខ្ញុំផ្ទាល់នឹងឯងនៅតាមផ្ទាំងប៉ាណូឥឡូវនេះឃើញផ្ទាំងប៉ាណូតូចតាមផ្លូវតាមដងផ្លូវឃើញយៈហ្នឹងហើយគឺនាងខ្ញុំនឹងឯងហើយឈុតដែលខ្ញុំស្លៀកពាក់ថ្ងៃនេះគឺចលះគ្នាតិចតួចទេបងប្អូនចាដោយសារជាឈុតមួយដែលខ្ញុំបានថតឲ្យsport របស់ Midphone អីចឹងអញ្ចឹងរូបភាពក៏ដូចជាវីដេអូគឺនាងខ្ញុំជ្រើសយកឈុតហ្នឹងហើយក្បាំងនឹងអីប្រើអញ្ចឹងណាហើយមែនតែនទៅពេលដែលខ្ញុំត្រឡប់មកពីស្ទឹងត្រែងមែនតែនទៅខ្ញុំទៅដល់នោះពេលយប់ហើយអញ្ចឹងយើងអត់បានឃើញទេសភាពអីទេប៉ុន្តែពេលយើងត្រឡប់ជិះមកពីខាងស្ទឹងត្រែងក៏ឃើញខ្លួនឯងនៅតាមដងផ្លូវជាបន្តបន្ទាប់ដូចនៅខាងកំពង់ចាមក៏មានចានៅខាងកាចាស់អីក៏មានដែរនិយាយចាំតាមទីតំបន់នីមួយទេបងប្អូនមិនមែនថានៅពេញប្រទេសអីទេប៉ុន្តែក៏នៅគ្រប់ខេត្តក្រុងដែរប៉ុន្តែគេកំពុងទៅឡើងផ្សេងទៀតចឹងណាហើយនៅតាមកង់3ពូតុកpass app អីក្រោយ pass app ក៏ឃើញខ្លួនឯងដែរអូយអួតបន្តិចណាបងប្អូនចាប៉ុន្តែនេះជាអ្វីដែលយើងចង់បង្ហាញជាសាធារណៈជាការបង្ហាញនៅទម្រង់សិល្បៈរបស់យើងទោះបីជាអ្នកខ្លះគេមិនចាប់អារម្មណ៍ក៏ប៉ុន្តែវាជាមោទនភាពមួយដែលខ្ញុំបានផ្សព្វផ្សាយទម្រង់សិល្បៈល្ខោនបាសាក់អស់រយៈពេលជិត10ឆ្នាំនៅក្នុងវិស័យទម្រង់សិល្បៈល្ខោនហ្នឹងណាអញ្ចឹងវាជាមោទនភាពមួយដែលខ្ញុំចង់ប្រាប់ដល់អ្នកទាំងអស់គ្នាថាយើងធ្វើហើយធ្វើទៀតហើយនឹងរក្សានៅសិល្បៈវប្បធម៌ជាតិក៏ដូចជារក្សានៅគេហៅថាគេហៅថាការព្យាយាមរបស់ខ្លួនឯងឲ្យតម្លៃដល់ខ្លួនឯងអញ្ចឹងណាបងប្អូនចានោះហើយជាផលដែលយើងបានមកគឺបានមកដោយកិត្តិយសចាហើយសប្បាយចិត្តដែលយើងជាផ្នែកមួយនៃការផ្សព្វផ្សាយទម្រង់សិល្បៈនឹងដែលយើងខំផ្សព្វផ្សាយហើយក៏យើងអាចបង្ហាញចេញតាមទីសាធារណៈផ្សេងគេក៏ងាកមកឃើញយើងថាអូរូបនេះរូបយៈរូបល្ខោនតួអីចឹងអូវាមិនងាយទេដែលគេលើកយកទម្រង់សិល្បៈល្ខោនជួបមកបង្ហាញជាភាសាល្ខោនភាសាដឹងស្រាប់ហើយវាមិនមែនជាសិល្បៈមួយដូចជាសិល្បៈដទៃទេប៉ុន្តែក៏ជាផ្នែកសិល្បៈមួយដែលអាច
ឲ្យបងប្អូនប្រជាពលរដ្ឋជាច្រើនគាត់អាចរំលឹកនៅអនុស្សាវរីយ៍កាលពីគាត់នៅក្មេងៗដែលគាត់បានទស្សនាសិល្បៈនៅតាមទីវត្តអារាមឬក៏តាមទីជនបទនានាដែលគាត់សម្រាកនៅតាមទីវាលហោឋានអញ្ចឹងណាលក្ខណៈថាដូចកន្លែងខ្លះគឺអ្នកខ្លះគេងនៅវាលស្រែអូវិចមុងវិចភួយវិកតេលយកទៅដេកមើលល្ខោនបងប្អូនហើយតាមបងប្អូននៅចាំអនុស្សាវរីយ៍ទាំងអស់ហ្នឹងទេសប្តាហ៍ថ្ងៃនេះទោះបីជាយ៉ាងណាក៏មិនសូវមានប្រជាពលរដ្ឋដែលគាត់គេហៅថាការជួបជុំបែបហ្នឹងណាបងប្អូនទោះបីគាត់ទៅមើលល្ខោនមែនប៉ុន្តែអ្នកខ្លះគឺគាត់បញ្ញាប់មកផ្ទះវិញធម្មតាទេគាត់មានការងារផ្សេងប៉ុន្តែអនុស្សាវរីយ៍ដែលថាជញ្ជូនកូនជូនចៅនាំគ្នាដើរកាត់វាលស្រែវាលអីទៅមើលល្ខោនហ្នឹងដូចជាមិនសូវទាន់មានប៉ុន្មានទេព្រោះឥឡូវគេសម្បូរបែបដូចថាមានឡានម៉ូតូជិះទៅទស្សនាទៅអីយ៉ាងណាក៏គ្រាន់បើជាងកាលពីខ្ញុំនៅក្មេងៗមកហើយអ្នកផ្ទះនាំទៅមើលល្ខោនម្ដងបងប្អូនហើយកាលហ្នឹងខ្ញុំនៅក្មេងមែនទេដើរនាំគ្នាដើរកាត់វាលស្រែឆ្លងទឹកឆ្លងអូបងប្អូននិយាយថាវេទនាកាត់ព្រៃព្រឹក្សាចាជំនាន់ហ្នឹងមានស្អីបងប្អូនគ្មានកង់គ្មានម៉ូតូជិះទេហើយនាំគ្នាដើរកាត់វាលស្រែអបប្រហែលជា 2-3 គីឡូដីបានទៅដល់កន្លែងទីវត្តអារាមដែលមានការសម្ដែងសិល្បៈល្ខោននេះចឹងទៅហើយនាំគ្នាទៅដេកមើលល្ខោនចាមានផ្ទះបងប្អូនក៏សុំផ្ទះគេដេកតែមានណាទេខ្ញុំដេកលក់2-3 ដងហ្នឹងមិនទាន់ល្ខោនមិនទាន់ចប់ទេចាដេកមើលល្ខោនមែនហ្នឹងណាអញ្ចឹងបានថាអនុស្សាវរីយ៍យើងពីក្មេងអ្នកខ្លះអត់មានទេបងប្អូនចាតែនឹងខ្ញុំមានសពមានគ្រប់ហើយអញ្ចឹងបានអារម្មណ៍របស់ខ្ញុំតាំងពីក្មេងហ្នឹងគឺដិតដាមតែជាមួយនឹងការសម្ដែងសិល្បៈល្ខោននឹងឯងគឺស្រឡាញ់តាំងពីក្មេងឃើញល្ខោនឃើញអីអូយស្រឡាញ់តួល្ខោនណាបន្ទាប់ពីបានមានឱកាសហាត់រៀនជាមួយលោកគ្រូអ្នកគ្រូអីចឹងទៅក៏អាចនិយាយបានថាទោះបីជាយើងមិនមានគេហៅថាបណ្ដាញឬក៏បងប្អូនសាច់ញាតិដែលគាត់ជាអ្នកសិល្បៈល្ខោនពិតមែនក៏ប៉ុន្តែបែរជាយើងហ្នឹងទៅជាស្រឡាញ់ហើយនឹងខិតខំតស៊ូព្យាយាមហាត់រៀនក៏ដូចជាផ្សព្វផ្សាយគ្រប់កលៈទេសៈរហូតដល់បានជាងជិត10 ឆ្នាំមកនេះចាវាពិតជាមិនគួរឲ្យជឿហើយមិនងាយបងប្អូនធម្មតាតើតែគេមានសាច់ញាតិជីដូនជីតារបស់គេជាសិល្បៈក៏ល្ខោននៅហ្នឹងបានគេអាចថាគេនៅបានយូរចឹងណាដល់ពេលយើងមិនមែនកូនចៅអ្នកល្ខោនបាសាក់ផងបែរជាយើងអាចស្ថិតស្ថេរដល់ជិត10 ឆ្នាំមកនេះអញ្ចឹងវាពិតជាមិនធម្មតាទេបងប្អូនចាក៏ប៉ុន្តែខ្ញុំក៏ចង់បង្ហាញថាខ្ញុំក៏ជាកូនចៅឈាមជ័រអ្នកខាងផ្នែកយីកេដោយសារជីតាខ្ញុំហ្នឹងក៏ជាអ្នកយីកេហើយម្ដាយរបស់ខ្ញុំក៏ជាអ្នកល្ខោនបាសាក់ល្ខោនអីមិនមែនល្ខោនបាសាក់អី sorry ជាសិល្បៈខាងប្រពៃណីចម្រៀងប្រពៃណីអញ្ចឹងអូសមត្ថភាពរបស់ម្ដាយខ្ញុំទោះបីជាគាត់អាចថាគាត់ច្រៀងនៅតាមទីជនបទមែនប៉ុន្តែសម្លេងគាត់ល្អប៉ុន្តែកូនអត់មានអ្នកណាច្រៀងអីល្អដូចគាត់ទេប៉ុន្តែមកកាត់មកខ្ញុំចាអាចច្រៀងបានប៉ុន្តែបើឲ្យព្រោះវាមិនទៅព្រោះអស្ចារ្យទេក៏ប៉ុន្តែអាចចាយកជាការបានឲ្យតែច្រៀងត្រូវកដងភ្លេងក៏ប៉ុន្តែខ្ញុំចង់បញ្ជាក់ថានឹងជាការខិតខំប្រឹងប្រែងរបស់យើងម្នាក់ទេខ្ញុំសម្រាប់ខ្ញុំខ្ញុំច្រៀងអត់ដែលត្រូវកដងភ្លេងទេដបងតើក្រោយមកទៀតបានការហាត់ពង្វឹករៀនពីគ្រូដៃត្រូរបស់ខ្ញុំគឺលោកគ្រូផាចាអញ្ចឹងបានគាត់បង្ហាត់បង្រៀនខ្ញុំហើយម្យ៉ាងទៀតខ្ញុំចូលចិត្តគេហៅថាកត់តាសេហើយនឹងតន្ទិញចម្រៀងផងគឺបាត់ណាដែលច្រៀងភ្លាវគឺបាត់ហ្នឹងឲ្យខ្ញុំខំច្រៀងខ្លាំងតែម្ដងហើយគ្រូភ្លេងរបស់ខ្ញុំគឺហាត់ពត់លត់ដំនាងខ្ញុំគឺរហូតដល់នាងខ្ញុំអាចនិយាយបានថាអាចច្រៀងបានប៉ុន្តែបើសិនជាព្រោះទៅវាមិនទៅព្រោះអស្ចារ្យទេបងប្អូនអាចទៅស្ដាប់ចម្រៀងរបស់ខ្ញុំតាមរយៈ YouTube ឬក៏ Facebook អីក៏មានដែរប៉ុន្តែប្រហែលជាមិនសូវជាបងប្អូនមួយចំនួនប្រហែលជាមិនសូវបានឃើញអីប្រហែលនោះទេហ្នឹងហើយបងប្អូនហើយវីដេអូខ្ញុំគឺការផាត់មុខប៉ុន្តែខ្ញុំរៀបរាប់ពីដំណើរសាច់រឿងតលិចតកើតហ្នឹងបងប្អូនមិនដឹងថាបងប្អូនហ្នឹងស្ដាប់យល់ដែរឬអត់ប៉ុន្តែអ្នកខ្លះដែលគាត់មិនស្គាល់ខ្ញុំហ្នឹងស្ដាប់ហើយប្រហែលជាយល់ខ្លះហើយមើលទៅអំពីឆាកជីវិតរបស់នាងខ្ញុំឥឡូវវីដេអូយើងមានតែប៉ុណ្្នឹងទេនេះហើយជាឈុតដែលនាងខ្ញុំសម្ដែងនៅថ្ងៃចូលឆ្នាំនៅស្ទឹងត្រែងអញ្ចឹងណាបងប្អូនចាហើយវីដេអូនាងខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់វីដេអូនេះគឺនាងខ្ញុំនិយាយឡើងចង់ស្អកកហើយចាអរគុណច្រើនជម្រាបលាហើយកុំភ្លេច like share comment ម្នាក់មួយផងចាអរគុណបាយ